យើងច្បាស់ថាបានវាប្រហារសរីរាង្គសំខាន់ត្រង់ចំណុចហើយឬយើងវាប្រហារខុស VN ម្ដេចបានជាអ្នកធ្វើបែបនេះនឹងខ្ញុំអ្នកមិនមែនជាម្ចាស់របស់ឆ្មាតែហេតុអ្វីបានជាអ្នកមកវាប្រហារខ្ញុំហើយចង់យកឆ្មាទៅនោះសៅជីវូខ្ញុំមិនដឹងទេថាអ្នកយកឆ្មានេះមកពីណាប៉ុន្តែខ្ញុំចង់ឲ្យអ្នកបំភ្លេចរឿងគ្រប់យ៉ាងទៅវានឹងល្អជាមួយអ្នកជាងហើយអ្នកគួរតែបំភ្លេចឆ្មានេះផងដែរអ្នកនិយាយពីរឿងអ្វីទៅជួយពន្យល់ខ្ញុំតិចមកកុំប្រាប់ណាថាអ្នកជាគ្នារបស់ពូដែលមានធម៌ពលពិសេសដែលបានព្យាយាមយកឆ្មានោះទៅមែនទេបើចឹងអ្នកគឺជាអ្នកដែលបានឆក់យកឆ្មានេះពីសាស្ត្រាចារ្យមែនទេហាសាស្ត្រាចារ្យធម៌ពលពិសេសរបស់ជីវូគឺចលនាល្បឿនលឿនយើងត្រូវវាប្រហារគេមុនដែលគេដឹងខ្លួនទាន់គឺពិតជាមែនមនុស្សម្នាក់នេះឆក់ឆ្មាពីលោកសាស្ត្រាចារ្យហើយក៏បាត់ខ្លួនទៅ VN ក៏ជាអ្នកដាស់ធម៌ពលពិសេសហើយថែមទាំងពាក់ព័ន្ធនឹងពូម្នាក់នោះទៀតគាត់នឹងយកឆ្មានឹងទៅធ្វើអ្វីទៅរត់ចូលមករកយើងដោយមើលឆ្មាមិនដកភ្នែកសោះទោះជាលឿនប៉ុណ្ណាក៏ដោយបើទីគោលដៅរបស់គេបានក៏រកកន្លែងវាប្រហារបានដោយងាយស្រួលអូយឈឺខ្លាំងណាស់ម្នាក់នេះជាអ្នកណាឲ្យប្រកាសប្រសិនបើបេសកកម្មរបស់គេគឺស្វែងរកពួកយើងគេប្រកាសជាត្រូវបានបណ្ដោះបណ្ដាលយ៉ាងល្អហើយប៉ុន្តែរបៀបដែលគេប្រយុទ្ធតាមយើងបានឃើញវាមើលទៅខ្សោយពេកហើយរត់មករកឆ្មាទៀតហើយសៅជីវូអ្នកជាអ្នកណានៅក្នុងភ្នាក់ងារមួយណាភ្នាក់ងារវាគឺជាអ្វី VN ថ្ងៃនេះអ្នកមកទៀនដែរមែនគេជាមិត្តរួមថ្នាក់របស់ខ្ញុំ VN លោកគ្រូថាតាក់ទងអ្នកមិនបានអ្នកមិនមែនជាអ្នកដែលតាមដានពួកខ្ញុំទេអ្នកនិយាយអ្វីចម្លែកតាំងពីមិញនឹងហើយខ្ញុំមិនយល់ទេខ្ញុំទៅតាមដានអ្នកធ្វើអ្វីទៅឬមួយគេមិនបានពាក់ព័ន្ធគ្នាមែនវាមិនអាចទៅរួចទេដែលអនុញ្ញាតឲ្យអ្នកប្រមាញ់ដែលមានធម៌ពលទន្សោយបែបនេះមកដេញតាមយើងនោះគេប្រហែលជាត្រូវអស់ទីងមកហើយសៅជីវូខ្ញុំសូមព្រមានអ្នកជាមុនសិនភ្លេចអ្វីទាំងអស់ដែលអ្នកដឹងទាំងឆ្មាមួយនេះទាំងខ្ញុំហើយក៏លោកសាស្ត្រាចារ្យឲ្យផងដែរបំភ្លេចគ្រប់យ៉ាងទៅតើខ្ញុំធ្វើរឿងឈួតអ្វីទៅល្ងងបំផុតបើខ្ញុំមិនបានយកឆ្មានោះមកទេនិយាយចឹងមិនបានជាជីវូមិនទាន់មកទៀតមុននឹងដូចជាជីវូនិយាយអ្វីម្យ៉ាងពេលខ្ញុំចិត្តភ្ញាក់ខ្ញុំដូចជារកឃើញម្ចាស់ឆ្មានេះហើយបាទចាំខ្ញុំមកវិញណាបាទម្ចាស់ឆ្មាវាពិតជាចម្លែកណាស់ពេលវេលាក៏កន្លងផុតយូរហើយហេគួរឲ្យភ័យណាស់អូជួបវាហើយមែនទេVN ឯងធ្វើបានល្អណាស់ឯងគឺជាអ្នកដែលបើធ្វើអ្វីមួយដឹងតែធ្វើបានល្អតាំងពីដើមហើយដល់ពេលបន្តការស្រាវជ្រាវរបស់យើងហើយគ្មានសត្វសាកល្បងណាមួយពីមុនបានរស់រានមានជីវិតពីការពិសោធន៍នោះទេឥឡូវនេះយើងអាចចាប់ផ្ដើមពិសោធន៍រឿងដែលផ្អាកអស់រយៈពេលយូរហើយឯងទៅជួបវាដោយរបៀបណាខ្ញុំបានជួបវាដោយចៃដន្យឯបាទខ្ញុំបានជួបមនុស្សដែលយកឆ្មានោះហើយបានដណ្ដើមវាមកវិញបាទជួបដោយចៃដន្យអូពិតជាសំណាងមែនចុះពេលនេះមួយនឹងវាមិនហើយឯងបានសម្លាប់វាហើយឬនៅគេបានកេងខ្លួនបាត់ហើយបាទបើសម្លាប់វាបានប្រហែលជាល្អជាងមួយនឹងវាមានធម៌ពលល្បឿនលឿនខ្លាំងវាកេងខ្លួនបានក៏មិនចម្លែកទេបើជួបវាលើកក្រោយកុំចាត់វាទៅប៉ុន្តែគ្រាន់តែឯងយកឆ្មាពិសោធន៍មកបានក៏បានហើយធ្វើបានល្អណាស់មិនមែនជាពេលដែលមកនៅស្ងៀមបែបនេះទេត្រូវចាប់ផ្ដើមស្រាវជ្រាវវាបន្តហើយគ្រប់យ៉ាងត្រូវតែរួចរាល់VN ដើរចូលតាមថ្វានោះប៉ុន្តែតើយើងអាចយកឆ្មានោះមកវិញបានឬអត់ធម៌ពលពិសេសដែលនៅសល់1 វិនាទីប្រើអស់ហើយពេលរត់ដេញតាម VN មកកំពុងរកអ្វីទៅណ